នៅក្នុងវីដេអូនេះយើងនឹងបន្តObject Oriented Programming Language ក្នុងភាសា Java បន្តទៀតគឺយើងបន្តអំពីចំណុច inheritance ចឹង inheritance នៅក្នុងចំណុចទី2បាទ inheritance ដែលយើងលើកឡើងនៅពេលនេះគឺយើងចង់និយាយអំពីលក្ខណៈពិសេសនៃ constructor ចំពោះ class main និង class rong តែប៉ុណ្ណោះបាទតោះអញ្ចឹងឥឡូវយើងបន្តទៀតដោយចូលទៅ file new java file class ខ្ញុំដាក់ថា example 19បាទនៅក្នុង class នេះគឺយើងតម្រូវឲ្យមាន main method មួយបាទឥឡូវខ្ញុំដាក់ចំណងជើងនិយាយអំពី inheritance គឺចំណុច constructor តោះឥឡូវបើខ្ញុំមាន class main មួយគឺ super class ដែលមានឈ្មោះថា animal បាទដែលមាន attribute ដូចជាខាញនេះចុះខាញ animal ហើយបន្តមកទៀតខ្ញុំបង្កើតជា constructor មួយដើម្បីសាងសង់នៅ object មួយនេះអញ្ចឹងយើងអាចចុច control ហើយសញ្ញាចុចឬខាននេះ control ហើយចុចនេះអូខេបាទបន្តមក VS Code Visual Studio Code របស់យើងហ្នឹងនឹង list មកឲ្យយើងនៅ hint មួយចំនួន action មួយចំនួនដូចជាយើងថា generate constructor ឬក៏អត់អញ្ចឹងយើងអាច click លើ generate constructor តែដល់ពេលនេះយើងមិនចាំបាច់វាយអីទេវា generate ឲ្យស្វ័យប្រវត្តិតែម្ដងហើយវាមានអីគេយើងហៅថា attribute មួយអញ្ចឹងយើងចង់ដាក់នឹងចូលជា parameter អត់អញ្ចឹងយើង click ទៅលើហ្នឹងមកនេះគឺ select all all ហ្នឹងមានតែមួយអូខេអញ្ចឹងគឺយើងចុច OK មកវានឹងវាយ code ឬក៏ generate code ឲ្យយើងទៅស្វ័យប្រវត្តិគឺ public animal string ខាញហើយ this ខាញគឺស្មើខាញតែម្ដងអញ្ចឹងគឺងាយស្រួលមែនតើតោះឥឡូវខ្ញុំមាន method មួយនៅក្នុងនេះគឺដូចនៅក្នុងវីដេអូមុនអញ្ចឹងបាទគឺយើងដាក់ថា move method របស់យើងគឺដាក់ឈ្មោះថា move ហើយយើងគ្រាន់តែprint នៅ message មួយថា the animal is moving បាទតែប៉ុណ្្នឹងឯងអូខេឥឡូវខ្ញុំសប class តែមួយបានហើយមិនបាច់ច្រើនពេកដូចនៅក្នុងឧទាហរណ៍មុនទេខ្ញុំដាក់ថា class cat ដែលយើង extend ចេញពី class animal មកអញ្ចឹង attribute ដូចជាខាញនេះគឺមានតែស្វ័យប្រវត្តិហើយយើងមិនបាច់ដាក់ទេអូខេ method move ក៏មានដែរអញ្ចឹងឥឡូវយើងមាន method ដែលផ្សេងពីហ្នឹង attribute ដែលផ្សេងពីហ្នឹងគឺយើងអាចបញ្ជាក់មកឧទាហរណ៍ថាខ្ញុំមានដូចជាឈ្មោះថា gender ចុះអូខេ gender ជាប្រភេទ string gender យើងដាក់ថាជា male ដាក់ string ដាក់ character ដូចមុនចុះ character តាមមួយតួអក្សរបានណាគេដាក់ m អញ្ចឹងចុះអូខេ default value របស់វាគឺ m អញ្ចឹងឥឡូវខ្ញុំចង់បង្កើតអីគេconstructor មួយដែរ constructor តើយើងបង្កើតបែបម៉េចហើយវា interact ជាមួយគ្នានេះបែបម៉េចអញ្ចឹងយើងគ្រាន់តែចុច control ហើយចុចមួយមកតបមកឲ្យ VS Code generate constructor ឲ្យយើងមកអញ្ចឹងគឺនេះមាន gender មួយណាហើយយើង select all មកហើយយើង click OK បាទអញ្ចឹងគឺដោយស្វ័យប្រវត្តិវាបង្កើតនៅ constructor មួយដែលមាន parameter ចំនួន2គឺខាញហើយនិង gender ខាញនេះយើងត្រូវដាក់បញ្ចូលវាទៅ super class ដោយប្រើអនុគមមួយគឺឈ្មោះថា super នេះអូខេបាទហ្នឹងគឺវារុញបញ្ចូលទៅឲ្យ parameter attribute ខាញនេះអញ្ចឹងវានឹងបដូរពី animal ទៅជាតម្លៃដែលយើងបញ្ចូលពី constructor cat នេះបាទហើយសម្រាប់ gender គឺដូចគ្នាដែរប៉ុន្តែវាអត់មាននៅក្នុង super class អញ្ចឹងយើងត្រូវប្រើ this.gender ស្មើនឹង gender
គឺយកតម្លៃ gender ដែលយើងបញ្ចូលតាម parameter របស់ constructor cat ទៅឲ្យ attribute របស់ cat ហ្នឹងឯងអូខេតោះអញ្ចឹងគឺមានប៉ុណ្្នឹងឯងតោះនេះគឺ method ប្រសិនបើមានផ្សេងពីហ្នឹងដូចជា make sound ណាចឹងខ្ញុំជា voice function ចុះ make sound ចេញនេះជា method យើងអាច print ចេញនៅ message មួយថា mèo វិញចឹងចុះអូខេតោះអញ្ចឹងគឺអ្វីដែលខ្ញុំចង់លើកឡើងនៅក្នុងវីដេអូនេះគឺតកតងទៅជាមួយនឹង constructor នៅក្នុង child class ហើយនឹង parent class គឺ class កូនហើយនឹង class មេនេះវាមានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេចបាទអញ្ចឹងបញ្ជាក់ម្ដងទៀតណាថាយើងមិនចាំបាច់ប្រើ this kind this dot kind ស្មើខាញអីទៀតទេយើងគ្រាន់តែរុញ parameter ចាំបាច់ហ្នឹងចូលទៅឲ្យsuper class យើងទៅ super class យើងអ្នកចាត់ចែងហើយព្រោះការងារ constructor របស់class មេហ្នឹងឬក៏ class ធំ class ដើមហ្នឹងគឺយើងមានឲ្យស្ដាច់ហើយគឺ this kind ស្មើនឹងខាញនេះអញ្ចឹងកន្លែងនេះយើងមិនចាំបាច់សរសេរថា this kind ស្មើនឹងខាញអីទៀតទេមិនបាច់ទេឲ្យគ្នាចាត់ចែងទៅក៏រុញ parameter ហ្នឹងទៅជាការស្ដាច់ដែរអញ្ចឹងយើងលុបចោលវិញប៉ុណ្ណេះចឹងណាបាទតោះអញ្ចឹងគឺយើងអាចសាកល្បង run នឹងតេស្តបានហើយឥឡូវខ្ញុំកន្លែងនេះខ្ញុំដាក់ជានេះមួយចុះគឺបង្កើតជា animal object មួយ new animal ហើយនេះគឺ specify ខាញឥឡូវទី animal យើងជា wild animal ឬក៏ pet អីចឹងណានេះថា wild animal ចុះអូខេបាទប៉ុណ្ណឹងហើយមួយទៀតគឺ cat គឺស្មើនឹង new cat របស់យើងខាញរបស់យើងគឺជា pet សត្វចិញ្ចឹមហើយ gender ដូចជា female ទេអូខេប៉ុណ្ណឹងចុះអញ្ចឹងឥឡូវយើងសាកល្បងមើល attribute ទាំងអស់គ្នាយើងមើល animal មាន attribute ខាញមួយហើយ method មកខាងផ្នែក animal នេះមាន method អីគេខ្លះ dot move នេះ move អូខេចូលមក cat វិញ cat មាន attribute អីខ្លះខ្ញុំ print attribute ហ្នឹងសិន cat dot gender តែគាត់ក៏មានខាញដែរព្រោះទទួលមរតកពីខ្លះនេះខ្លះមេនេះខ្ញុំ duplicate ដោយចុច alt shift ហើយសញ្ញាព្រួយចុចក្រោមហើយលុបខាញនេះទៅជា gender យើងបានពីរណាហើយមួយទៀតគឺ cat dot make sound អូខេបាទអញ្ចឹងនេះគឺរបៀបនៃការប្រើប្រាស់តែគ្នាយើងចេះហើយពីវីដេអូមុនហើយនឹងយល់បានអំពីលក្ខណៈ inheritance ដូចជាខាញនេះអីគឺទទួលមរតកពីខាងលើមកទេចឹងដោយសារ animal គឺមាន move ហើយ cat extend ចេញពី animal ចឹង cat ក៏មាន move ដូចគ្នាដែរ cat.move អូខេអរសាទរបងចុច control back tick តែ complete save ផងខ្ញុំមិនបានចុច control S ដើម្បី save ហើយ control L ដើម្បី clear ហើយ Java example 19 Java example 19អូខេបាទអញ្ចឹងនេះគឺចេញជាលទ្ធផលហើយបាទចឹងនេះគឺជាព័ត៌មានបាយគេយើងមើលតាមលំដាប់ដោយនៃstatement ជា public របស់យើងគឺទី1គឺយើងនិយាយពី animal យើងមានខាញជាប្រភេទអីគេខាញបាទវ៉ាល់នេះណាអូខេពីរដងនេះណាwait ខ្ញុំ clear ចោលអស់សិនខ្ញុំ run ម្ដងទៀតមិនមើលបាទអញ្ចឹងគឺត្រង់ចំណុចនេះគឺ wow ហើយមួយទៀត the animal is moving pet female the animal is moving នេះគឺខាងផ្នែករបស់ cat ហើយនឹង male អូខេអញ្ចឹងគឺកន្លែងនេះគឺយើងបដូរ default value វាពី animal មកជា val animal នេះអូខេហើយនេះគឺយើងផ្លាស់ប្ដូរពី animal មកជា pet នៅខាងផ្នែក attribute ខាញបាទអញ្ចឹងគឺ
2នេះគឺរបស់ animal ហើយ4នេះគឺជារបស់ cat របស់យើងបាទអញ្ចឹងខ្ញុំគិតថាវាអាចបញ្ចប់វីដេអូយើងតែប៉ុណ្ណេះតែឥឡូវយើងសង្ខេបសារឡើងវិញយើងបានស្វែងយល់អំពីអ្វីខ្លះនៅក្នុងវីដេអូនេះទី1គឺយើងស្ថិតនៅក្នុង inheritance ដដែលទេ inheritance តើយើងនិយាយអំពី constructor in super class and child class ឬក៏ sub class អូខេបាទអញ្ចឹងខ្ញុំបញ្ចប់វីដេអូនេះតែប៉ុណ្្នឹង